ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃមុនខ្ញុំបានបញ្ជាក់ជាមួយនឹងបងប្អូនថាខ្ញុំនឹងបង្ហាញវីដេអូលម្អិតអំពីផ្កា Blue Bonnet ដោយសារតែកន្លែងដែលយើងត្រូវទៅមើលផ្កាហ្នឹងគឺវាមានច្រើនកន្លែងខ្លាំងមែនតើបងប្អូនហើយអ្វីដែលសំខាន់គឺយើងត្រូវជិះទៅមើលផ្កាហ្នឹងពីកន្លែងមួយទៅកន្លែងមួយឆ្ងាយៗពីគ្នាទៀតចំពោះការធ្វើដំណើរវិញគឺខ្ញុំជិះពីផ្ទះរហូតមកដល់ថោនទូចមួយនៅជាយក្រុងហ្នឹងចម្ងាយប្រហែលជាខ្ទង់ជាង1 ម៉ោងពេលដែលមកដល់ថោនហ្នឹងហើយគឺខ្ញុំត្រូវចូលទៅខាងក្នុងកន្លែង counter ដើម្បីយកផែនទីទៅមើលផ្កាគ្រាន់តែចូលដល់ខាងក្នុងភ្លាមឃើញប្រជាជនគាត់តម្រង់ជួរគ្នាច្រើនខ្លាំងមែនតើបងប្អូនដើម្បីយកផែនទីពេលទទួលបានព័ត៌មានហើយគឺខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅតាមសួននៅក្នុងផែនទីភ្លាមពីព្រោះដោយសារទីកន្លែងហ្នឹងនៅរៀងឆ្ងាយពីគ្នាហើយមានច្រើនកន្លែងទៀតបើនិយាយពីទេសភាពវិញស្អាតខ្លាំងមែនតើបងប្អូនហើយនេះគឺជារូបភាពផ្កា Blue Bonnet ដែលខ្ញុំថតនៅចិត្តសូមអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត